នេះគឺជាសកម្មភាពខ្លះៗដែលពួកខ្ញុំបានដើរលេង3ថ្ងៃនៅលើកោះអំពិលជាក្រុមគ្រួសារពេលដែលមកដល់កូនៗរបស់ខ្ញុំអូយគឺថាសប្បាយចិត្តមែនទែនទីមួយគាត់ឃើញកន្លែងស្អាតហើយទេសភាពស្អាតហើយជាពិសេសទឹកហ្មងបើនិយាយពីទេសភាពវិញពីមួយប្លង់ទៅមួយប្លង់គឺស្អាតប្លែកពីគ្នាតែម្ដងសម្រាប់នាងខ្ញុំពេលទៅដល់គឺសវ៉ាកាហ្វេមុនគេហ្មងបន្ទាប់មកក៏នាំគ្នាមួយទឹកលេងអូយខ្ញុំស្រឡាញ់ឆ្នេរខ្សាច់នៅទីនេះខ្លាំងមែនតើទឹកថ្លាហើយឆ្នេរខ្សាច់ឡើងសក្បោហើយនេះគឺជាទេសភាពនៅលើកោះដើមដងគ្រប់ទីកន្លែងហើយមានអាងហែលទឹកសម្រាប់កូនដែលគាត់ចង់ហែលនៅក្នុងអាងហែលទឹកហើយអាងហែលទឹកនេះគឺជាប់នៅមាត់សមុទ្រអូយមានអារម្មណ៍ relax មែនតើបន្ទាប់មកយើងក៏ញ៉ាំអាហារពេលថ្ងៃសម្រាប់គ្រឿងសមុទ្រវិញអូយឆ្ងាញ់ខ្លាំងមែនតើហើយយើងក៏បានមួយទឹកនេះគឺជាទេសភាពនៅមុខបន្ទប់របស់យើងគ្រប់បន្ទប់នីមួយៗគឺមានទេសភាពដែលអាចលេងដែលអាចមើលស្អាតមែនតើហើយបន្ទាប់មកយើងក៏ជិះកង់លេងហើយនេះគឺជាស្ពានឆ្លងទៅកោះមួយទៀតបន្ទាប់មកយើងក៏បានជិះកង់ទៅមើលថ្ងៃលិចពីអ្នកយាយតាហើយនៅពេលដែលយើងទៅមើលថ្ងៃលិចគេមានរៀបចំអាហារសម្រន់និងភេសជ្ជៈមួយចំនួនឲ្យយើងមើលថ្ងៃលិចហើយស្ពាននេះគឺមើលថ្ងៃលិចបានស្អាតមែនទែនបន្ទាប់ពីមើលថ្ងៃលិចហើយយើងក៏បានញ៉ាំអីតិចតួចឈាជាមួយផ្ដេសសម្លាញ់បន្ទាប់មកយើងក៏ដល់ម៉ោង dinner ហើយ dinner មានគេរៀបចំអូយរ៉ូមែនទិកមែនតើមានតាំងពីការបាញ់កញ្ច្រោចមានតាំងពីការឲ្យយើងបង្ហោះគោមបណ្ដាញវគ្គបង្ហោះគោមយើងបានថតទេបន្ទាប់មកស្អែកឡើងក៏នាំកូនមកលេងហែលទឹកនៅអាងនៅមាត់សមុទ្រម្ដងទៀតបន្ទាប់ពីយើងចេញដំណើរត្រឡប់ទៅភ្នំពេញវិញហើយនៅជិតមាត់សមុទ្រក៏មានបន្ទប់ហាត់ប្រាណដែរបងប្អូនដែលគាត់មកហើយគាត់ចង់ហាត់ប្រាណចង់អីនៅមាត់សមុទ្រតាទីនេះមានមកចាប់តែម្ដងនេះគឺជាបន្ទប់ហាត់ប្រាណអរគុណបងប្អូនដែលបានមើលវីដេអូដល់ចប់